សត្វលោកនៅក្នុងវដ្តសង្សារសុទ្ធតែនៅក្នុងអំណាចនៃពេលវេលាដូច្នេះសុខក្តីទុក្ខក្តីសេចក្តីដឹងខ្លួនឥឡូវនេះក្តីសុទ្ធតែមានពេលវេលាទាំងអស់ស្មារតីរសាចិត្តមិនចាប់ប្រកាន់នៅអ្វីនោះគឺលែងចោលបណ្ដោយឲ្យពេលវេលាធ្វើការទៅតាមធម្មជាតិបើយើងមិនទាន់ស្លាប់ទេយើងនឹងមានឱកាសសិក្សាថាអ្វីដែលយើងមិនបានសាងគឺមិនមែនជារបស់យើងឡើយសប្បាយចិត្តត្រឹមតែមានជីវិតបាននៅរស់ក៏ជាសេចក្តីសុខមួយបែបហើយបើយើងមិនចេះគិតឲ្យខ្លួនឯងបានសុខទេមិនដឹងថាយើងគិតទៅសុំសេចក្តីសុខអំពីនរណាឡើយក្រោកព្រឹកឡើងមកជាមួយនឹងការព្រមទទួលគ្រប់យ៉ាងមិនមែនសង្ឃឹមជួបតែរឿងត្រូវចិត្តត្រូវថ្លើមនោះទេឬក៏សង្ឃឹមថាបានតែការសប្បាយមួយយ៉ាងនោះឡើយអ្វីដែលមិនមែនជាទីសប្បាយក៏ព្រមជួបព្រោះវាក៏អាចសម្ដែងប្រាប់ការពិតឲ្យយើងយល់ដឹងបានដែរកម្លាំងចិត្តពិសេសដែលអាចធ្វើឲ្យយើងព្រមទទួលបានគ្រប់រឿងព្រោះយើងល្មមចិត្តដោយត្រឹមតែការបានជីវិតនៅរស់ដូច្នេះហើយទើបយើងមិនខ្លាចចំពោះឧបសគ្គ